នៅលើកោះដ៏ខ្ពស់ត្រដែតលើមេឃមានកូននាគទួយមួយឈ្មោះថា Nebula កើតមកគ្មានស្លាប់ដូចគេឡើយទោះបីជាខំប្រឹងយ៉ាងណាក៏វានៅតែមិនអាចហោះបានពេលនោះលោកតាទីទុយ Orion បានប្រាប់អាចកំបាំងមួយទៅកាន់វាឯងមិនត្រូវការស្លាប់សាច់នោះទេសាកល្បងប្រាំងមន្តអាគមនៃធូលីផ្កាយនេះមើលដោយក្តីសង្ឃឹមពេញបេះដូង Nebula ក៏បានសម្រេចចិត្តលោតចុះពីលើច្រាំងថ្មអស្ចារ្យណាស់ពេលនេះវាអាចហោះបានហើយគឺហោះទៅកាន់ពិភពដ៏ធំល្វឹងល្វើយ Nebula មានអារម្មណ៍ថាខ្លួនស្រាលដោយសម្លេងហើយរីករាយនឹងខ្យល់អាកាសដ៏ត្រជាក់គ្រប់ទីកន្លែងដែលវាហោះកាត់សុទ្ធតែបន្សល់ទុកនូវពន្លឺផ្កាយដ៏ស្រស់ស្អាតឥឡូវនេះគ្មានអ្វីអាចមករារាំងក្តីស្រមៃរបស់កូននាគទូចនេះបានទៀតឡើយនេះគឺជាការចាប់ផ្ដើមនៃដំណើរផ្សងព្រេងដ៏អស្ចារ្យដំណើរនៃក្តីសង្ឃឹម